គ្រាន់តែឃើញក្នុងឆ្នាំងបងប្អូននិយាយពិតជាស្គាល់ហើយហ្នឹងហើយបងប្អូនហើយហ្នឹងហើយស៊ុបម្លឹងមួយឆ្នាំងគ្រូអ៊ូងតែម្ដងបងប្អូនមកហូបជាមួយខ្ញុំទាំងអស់គ្នាស៊ុបក្បាលគូអញ្ចឹងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយតំណងមែនតើអូមានទាំងការ៉ុតមានទាំងលហុងមានទាំងអីចឹងណាបាទជម្រាបសួរបងប្អូនទាំងអស់គ្នាឥឡូវនេះកាត់ជប់ទៀតហើយហ្នឹងហើយធ្វើកូនគូហ្នឹងហើយដោយសារកូនគូវាដាច់ដោះចឹងណានេះបងប្អូនឥឡូវពួកតែរោលើកោសវាហ្នឹងហើយបងប្អូនយើងដោយសារតែយើងដាំទឹកកោសរួចហើយហ្នឹងហើយដោយសារយើងដាំទឹកកោសរួចហើយអញ្ចឹងហើយយើងអស់រួមអស់អីចាប់ដើមដុតរោលវាឡើងកមួតសាច់អញ្ចឹងណាឡើងកឡាតអញ្ចឹងណាបងប្អូននេះឥឡូវនេះបងប្អូនមើលក៏ឃើញឡើងកឡាតតែម្ដងដោយសារយប់ជ្រៅឯងបងប្អូនហើយហ្នឹងហើយកាត់យប់ទៀតហើយដល់ម៉ោងបាន12 11បងប្អូនហ្នឹងហើយឥឡូវនេះកំពុងតែលាងសម្អាតវាកោសរួមក៏អីរួចស្រួលហើយកំពុងតែលាងសម្អាតព្យូងបងប្អូនហ្នឹងហើយយកត្រួយនេះស្លឹកក្រៃអញ្ចឹងណាស្លឹកក្រៃយើងយកមកដុសខាត់វាឲ្យវាក្លិនឈ្ងុយអញ្ចឹងទៅកុំឲ្យវាវិញស្បែកវាអញ្ចឹងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយកាត់ជប់ទៀតហើយបងប្អូនហើយដាច់ជប់តែម្ដងជប់នឹងហ្នឹងហើយដោយសារតែកូនគូវាដាច់ទឹកដោះអញ្ចឹងហើយវាក៏បានងាប់អញ្ចឹងណាហ្នឹងហើយបានងាប់ភ្លាមយកមកធ្វើភ្លាមទេបងប្អូនហ្នឹងហើយឥឡូវក៏ចាប់ដើមលាងទឹកសម្អាតវាបានស្អាតបានអីទៅហ្នឹងហើយរួចហើយយើងចាប់ដើមវះយកអាគ្រឿងក្នុងវាយកមកដាក់ឆ្ងោរខ្លែបន្តបន្ទាប់អញ្ចឹងទៅណាបងប្អូនហ្នឹងហើយនេះឥឡូវនេះចាប់ដើមមើលចិត្តឆ្អិនហើយបងប្អូនហ្នឹងហើយគ្រឿងក្នុងគូអញ្ចឹងណាកូនគូហ្នឹងហើយឥឡូវនេះចិត្តឆ្អិនហើយឥឡូវចាប់ដើមមើលចំមើលស្រង់យកមកហាន់ខ្លែមខ្លះទៅសល់ប្រហែលយើងទុកព្រឹកឡើងអញ្ចឹងណាបងប្អូនឥឡូវនេះបងប្អូនហើយភ្លឺហើយហ្នឹងហើយឬហើយឥឡូវយើងចាប់ដើមសាច់អីនឹងក្បាលជើងហ្នឹងយើងយកមកឆ្ងល់ស៊ុបឥឡូវនេះបងប្អូនឡើងមកឆ្នាំងអ៊ូងតែម្ដងដូចបងប្អូនឃើញនៅក្បាលវីដេអូអញ្ចឹងតំណងមែនតើមកឆ្នាំងធំតែម្ដងអញ្ចឹងណាម៉ែគាត់ចូលឆ្ងល់ស៊ុបហ្នឹងហើយព្រោះថ្ងៃសម្រាប់អញ្ចឹងណាជួបជុំកូនចៅនៅជុំពេញផ្ទះតែម្ដងនេះបងប្អូនទាំងអស់គ្នាក្បាលគូក្បាលអីចឹងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយបងប្អូនណាទៅនេះខ្លះមកចូលរួមហូបជាមួយខ្ញុំទាំងអស់គ្នាគ្រាន់តែឃើញយើងក៏តំណងដែរឥឡូវនេះចាប់ដើមដួសដាក់ឆ្នាំងយកទៅហូបឲ្យកូនឲ្យដួសទុកឲ្យពុកឲ្យបងអីចឹងណាចែកជូនកូនខ្លះហើយទៅឲ្យពុកខ្លះចឹងណាបងប្អូនហ្នឹងហើយចម្លែកតើក្បាលគូនេះទុកឲ្យខ្ញុំហើយឥឡូវបន្លែប្លុកយើងនេះបន្លែប្លុកស៊ុបហ្នឹងហើយតំណងមែនតើអញ្ចឹងណាបើកម្លាំងទៀតហើយហ្នឹងហើយបានស៊ុបគូខ្ចីអញ្ចឹងមិនដែលកម្របានហូបណាបងប្អូនហ្នឹងហើយកម្របានហូបហ្នឹងហើយអញ្ចឹងហើយយើងក៏ដាក់ស៊ុបមួយឆ្នាំងទៅអីសល់ប្រហែលសាច់ប្រឡាក់យើងប្រឡាក់គ្រឿងប្រឡាក់គ្រូហាលវាទុកដើម្បីអាំងអញ្ចឹងណាអាំងឬក៏ចៀនអញ្ចឹងតាមចំណង់ចំណូលចិត្តបងប្អូនអញ្ចឹងណាបងប្អូនអរគ្នាហ្នឹងហើយរួចយើងគ្រាន់អាំងចៀនបាយកកភ្លឹមឡើងងាយឡើងអញ្ចឹងណាឥឡូវបងប្អូនសម្រាប់ខ្ញុំនេះដាក់មីមួយចានគ្រូងតែម្ដងហ្នឹងហើយជាមួយស៊ុបគោយើងបងប្អូនហ្នឹងហើយបន្លែហើយក៏មីយើងក៏មកចានគ្រូងតែម្ដងហ្នឹងហើយដាក់បាច់បងប្អូនហើយជាតិតែម្ដងដាក់មួយជាមួយយើងម្ទេសហឹលអញ្ចឹងណាហ្នឹងហើយបងប្អូនលោកហូបពិតជាដឹងហើយហ្នឹងហើយអរគុណច្រើនជាចុងក្រោយសូមអរគុណដល់បងប្អូនតែជួយចុច like និង share វីដេអូខ្ញុំអរគុណបងប្អូនជូនពរបងប្អូនសុខភាពល្អជួបគ្នានៅវីដេអូ